បងប្អូនអ្នកខ្លះដែលហ៊ានញ៉ាំខ្យងទេខ្លាចថាធ្វើចេញមកមានដីឬក៏ធំក្លិនអីពិបាកញ៉ាំមកអាចមើលក្នុងវីដេអូនេះបានសម្រាប់ខ្យងអប់ទឹកដូងមួយមុខនេះធានាថាធ្វើចេញមករសជាតិរបស់ខ្យងនឹងផ្អែមឆ្ងាញ់មានជាតិជាពិសេសខ្យងរបស់យើងគឺអត់មានដីឬក៏អត់ធំក្លិនអីពិបាកញ៉ាំទេគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាខ្យងនឹងឯងចំពោះខ្យងនឹងខ្ញុំទិញមកចិត្ត1គីឡូដែរបងប្អូនហើយខ្យងនឹងគឺជាប្រភេទខ្យងបឹងខ្ញុំអត់យកធំពេកទេគឺខ្ញុំរើសយកទំហំមិនល្មមទេហើយមុននឹងយើងធ្វើម្ហូបគឺត្រូវត្រាំវាចោលសិនណាបងប្អូនគឺខ្ញុំដាក់ត្រាំវាជាមួយម្ទេសដើម្បីឲ្យវាខ្ជាក់ដីទុករយៈពេលប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងហើយបើសិនជាបងប្អូនមានពេលត្រាំកាន់តែយូរកាន់តែល្អអញ្ចឹងណាហើយនេះគឺបន្ទាប់ពីខ្ញុំត្រាំបាន2ម៉ោងបងប្អូនគឺវាខ្ជាក់ដីមកពេញនឹងហ្មងអាកតិចខ្មៅហ្នឹងគឺសុទ្ធតែដីហ្មងបងប្អូនអញ្ចឹងហើយបើសិនជាយើងអត់បានត្រាំទេពេលដែលយើងស្ងោរញ៉ាំទៅគឺសុទ្ធតែដីហ្មងបន្ទាប់ពីយើងត្រាំវាហើយគឺយើងត្រូវលាងទឹកវាឲ្យបាន 4-5 ទឹកទៀតមកណាបងប្អូនជាពិសេសសបកខ្យងក៏ត្រូវតែលាងទឹកចេញដែរព្រោះកាលណាយើងស្ងោរខ្យងនឹងស្ទះរបស់វាហាចេញអញ្ចឹងណាតែមានកតិចដីគឺវាចូលទៅក្នុងសាច់ខ្យងវិញដូចគ្នាបន្ទាប់ពីយើងលាងខ្យងស្អាតរួចរាល់ហើយយើងមកធ្វើគ្រឿងដើម្បីកាត់ក្លិនម្ដងគ្រឿងហ្នឹងមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចម្ទេសហើយនិងខ្ទឹមសអីហ្នឹងសម្រាប់ការស្ងោរខ្យងក៏ដោយខ្ចៅក៏ដោយបើសិនជាយើងអត់មានគ្រឿងសម្រាប់កាត់ក្លិនទេវារៀងពិបាកញ៉ាំដែរអញ្ចឹងណាបងប្អូនព្រោះអីអាទាំងអស់ហ្នឹងគឺវានៅតាមទឹកផុកតាមអីអញ្ចឹងទៅគ្រឿងទាំងអស់ហ្នឹងយើងដំវាបែកមកដើម្បីឲ្យវាចេញក្លិនបានល្អហើយបន្ទាប់មកយើងមានជាស្លឹកក្រូចសើច 4-10 ស្លឹកហាន់វាជាកង់ខ្លីៗម្ទេស 4-5 គ្រាប់ហើយចុងក្រោយហ្នឹងគឺជាខ្ទឹមស 3-4 ដុំមកហើយដំវាឲ្យបែកមកបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងមកដាក់ខ្ទះយើងរោយគ្រឿងនឹងពាក់កណ្ដាលទុកពាក់កណ្ដាលមកខ្ញុំដាក់គ្រឿងពាក់កណ្ដាលហើយបើខ្ញុំដាក់ខ្យងយើងចូលហើយយើងវីឲ្យវារាងស្មើបន្តិចមកណាបងប្អូនកុំឲ្យវាកកលើគ្នាហើយបើខ្ញុំចាក់គ្រឿងពាក់កណ្ដាលទៀតពីលើហើយក្នុងនោះខ្ញុំបានរោយអំបិលនឹងប្រហែលជាកន្លះស្លាបព្រាបាយដែរចំពោះការអប់ខ្យងនេះគឺខ្ញុំប្រើទឹកដូងបងប្អូនខ្ញុំអត់ស្ងោរដោយប្រើទឹកធម្មតាទេយើងប្រើទឹកដូងអញ្ចឹងទៅធ្វើឲ្យសាច់ខ្យងរបស់យើងពេលដែលឆ្អិនមកគឺផ្អែមឆ្ងាញ់មែនតើហ្មងហើយចំពោះរយៈពេលនៃការស្ងោរហ្នឹងគឺ15នាទីបងប្អូនយើងដាក់ស្ងោរវាចោលសិនមកយើងមកធ្វើទឹកជ្រលក់ម្ដងចំពោះទឹកជ្រលក់បងប្អូនអាចធ្វើជាទឹកម្រេចដូចខ្ញុំក៏បានឬក៏ទឹកត្រីកោះកុងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគិតថាទឹកម្រេចគឺវាឆ្ងាញ់ជាងអញ្ចឹងណាចំពោះការធ្វើទឹកម្រេចឲ្យមានរសជាតិឆ្ងាញ់ហ្នឹងបងប្អូនកុំដាក់អំបិលឬក៏ដាក់ទឹកត្រីយើងដាក់ទឹកម្រេចតិចច្រើនតាមចំណង់ចំណូលចិត្តមកម្សៅស៊ុបស្ករហើយនឹងច្របាច់ក្រូចឆ្មាមកឬក៏បងប្អូនចង់បន្ថែមប៊ីចេងបន្តិចក៏បានដែរប៉ុន្តែបងប្អូនជៀសវាងកុំដាក់អំបិលឬក៏ទឹកត្រីព្រោះតែកាលណាដាក់ចូលទៅគឺវាប្រៃពិបាកញ៉ាំហ្មងបងប្អូនទឹកម្រេចដែលធ្វើតាមវិធីដែលខ្ញុំបានបង្ហាញហ្នឹងគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនយើងអាចធ្វើញ៉ាំជាមួយខ្យងអញ្ចឹងក៏បានជាមួយងាវឬក៏លុកឡាក់សាច់គោអីក៏ត្រូវដែរហើយខ្យងរបស់យើងបន្ទាប់ពីខ្ញុំបានស្ងោរវា15នាទីបងប្អូនឃើញថាស្ទះរបស់វានឹងជ្រុះអស់ហើយអញ្ចឹងមានន័យថាខ្យងរបស់យើងនឹងឆ្អិនណីអញ្ចឹងគឺយើងអាចស្រង់យកទៅញ៉ាំបានណីហើយខ្យងអប់ទឹកដូងរបស់យើងគឺឈ្ងុយខ្លាំងមែនតើគ្រាន់តែយើងបើកគម្របមកគឺជះក្លិនឈ្ងុយពេញនឹងហ្មងនិយាយទៅគឺវាអត់នៅមានធំក្លិនផុកក្លិនអីពិបាកញ៉ាំដូចពេលដែលយើងអត់ទាន់ស្ងោរឯណាបងប្អូនហើយខ្យងរបស់យើងនឹងសាច់របស់វាគឺឆ្ងាញ់មែនតើដោយសារតែយើងប្រើទឹកដូងដាក់ស្ងោរជាមួយអញ្ចឹងហើយគឺវាធ្វើឲ្យសាច់ខ្យងរបស់យើងនឹងឡើងផ្អែមមានជាតិហ្មងហើយចំពោះខ្យងអប់ទឹកដូងហ្នឹងបើសិនជាបងប្អូនចូលចិត្តទឹកម្រេចដូចខ្ញុំជ្រលក់ជាមួយទឹកម្រេចម៉ែវឬក៏បងប្អូនណាដែលចូលចិត្តលក្ខណៈជាទឹកត្រីកោះកុងក៏ឆ្ងាញ់ដែរហើយខ្យងរបស់យើងធ្វើចេញមកគឺអត់មានដីទេណាបងប្អូននិយាយទៅគ្រប់គ្រាប់ទាំងអស់យើងញ៉ាំទៅគឺអត់មានដីទេហ្នឹងហើយបងប្អូននេះគឺខ្យងអប់ទឹកដូងរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយក្លិនមកគឺឈ្ងុយមែនតើបងប្អូនដោយសារតែយើងប្រើគ្រឿងហ្នឹងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចម្ទេសអីហ្នឹងគឺវាកាត់ក្លិនបានល្អមែនតើនិយាយទៅខ្យងនេះគឺខ្យងបឹងបងប្អូនអញ្ចឹងហើយគឺធំក្លិនពេលដែលយើងលាងទឹកហ្នឹងលាងមកគឺដឹងថាវាធំក្លិនហ្មងនិយាយទៅបើសិនជាយើងអត់បានប្រើគ្រឿងកាត់ក្លិនទាំងអស់ហ្នឹងទេដឹងតែពិបាកញ៉ាំហ្មងណាហើយខ្យងពេលដែលយើងស្ងោរជាមួយទឹកដូងអញ្ចឹងសាច់របស់វាគឺផ្អែមមែនតើបងប្អូនហើយសម្រាប់ទឹកជ្រលក់វិញបងប្អូនណាដែលចូលចិត្តរបៀបទឹកត្រីកោះកុងអាចជ្រលក់ជាមួយទឹកត្រីកោះកុងក៏បានហើយបើមិនអញ្ចឹងទេទឹកម្រេចដូចខ្ញុំអញ្ចឹងក៏បានដែរឆ្ងាញ់មែនតើបងប្អូនហើយសាច់ខ្យងគឺអត់មានដីសោះហ្មងបងប្អូនខ្ញុំញ៉ាំអស់ច្រើនដែរបងប្អូននេះខ្ញុំភ្លក់ញ៉ាំលេងអញ្ចឹងណា
អត់មានដីមកគ្រាប់ណាក៏អត់មានដីដែរនិយាយទៅពេលដែលយើងទិញមកហ្នឹងបើសិនយើងអត់បានត្រាំម្ដងទៀតទេដឹងទៅពិបាកញ៉ាំបងប្អូនពួកអីដូចខ្ញុំបានបង្ហាញអញ្ចឹងទិញមកខ្ញុំត្រាំប្រហែលជា2ម៉ោងបងប្អូនគឺខ្ជាក់ដីពេញហ្នឹងហ្មងហើយសាច់ខ្យងនេះឆ្ងាញ់បងប្អូនពេលដែលយើងស្ងោរដាក់ទឹកដូងអញ្ចឹងញ៉ាំទៅគឺឡើងផ្អែមហ្មងហើយមួយយ៉ាងទៀតគឺអត់មានធុំក្លិនសូម្បីតែបន្តិចឡើងស្រួលញ៉ាំហ្មងណាឆ្ងាញ់មែនតើហ្មងសម្រាប់ខ្យងនេះដំបូងខ្ញុំគិតថាប្រងអាំងតែបងប្អូនប៉ុន្តែខ្ញុំគិតថាបើសិនជាអាំងអាចនឹងធុំក្លិនអញ្ចឹងណាបើយើងបានអប់អញ្ចឹងទៅយើងដាក់គ្រឿងដាក់អីអញ្ចឹងទៅវាបាត់ក្លិនអញ្ចឹងណាតែបើថាអាំងអត់ទេនៅទាំងក្លិននៅទាំងអស់ហ្មងណាសម្រាប់ខ្យងនេះមានខ្យងមួយយ៉ាងទៀតអត់ឆ្ងាញ់ទេណាបងប្អូនខ្ញុំធ្លាប់ទិញប៉ះម្ដងខ្ញុំអត់ដឹងខ្យងអីទេបងប្អូនខ្ញុំអត់ស្គាល់អញ្ចឹងណាធ្លាប់ទិញយកមកធ្វើញ៉ាំទៅមានអារម្មណ៍ថាដូចមិនដឹងមិនទេគឺអត់ឆ្ងាញ់ហ្មងបងប្អូនប៉ុន្តែសម្រាប់ខ្យងខ្ញុំទិញម្ដងនេះគឺឆ្ងាញ់បងប្អូនអ្នកលក់គេប្រាប់ថាខ្យងបឹងអញ្ចឹងហើយយកមកធ្វើឃើញថាឆ្ងាញ់របស់គេមែននឹងហើយបងប្អូនសម្រាប់វីដេអូនៃការធ្វើខ្យងអប់ទឹកដូងរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ